នៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបដក background ចេញពីហត្ថលេខាអញ្ចឹងជាដំបូងគឺយើងគ្រាន់តែចុចហត្ថលេខានៅលើกระดาษសមួយមកហើយយើងថតវាក្នុងទូរស័ព្ទយើងហើយយើងបញ្ជូនមកក្នុងកុំព្យូទ័រយើងដើម្បីដាក់ក្នុង Photoshop បន្តមកទៀតអ្វីដែលយើងត្រូវធ្វើដំបូងទៀតនោះគឺយើងដោះ log នេះចេញហើយយើងធ្វើការចុច Ctrl Alt T ដើម្បីធ្វើការ scale វាតាមទំហំដែលយើងចង់បានអូខេបន្តមកទៀតយើងចូលមកកន្លែងនេះមកហើយយើងយកពាក្យ level ហើយយើងធ្វើការរំកិលអាកន្លែងពណ៌សនេះដើម្បីឲ្យបាន background ពណ៌សអញ្ចឹងបើសិនជាយើងគិតថាយើងអូខេជាមួយនឹងទម្រង់ហ្នឹងហើយយើងអាចចុចបិទវាមកហើយយើងចុច select layer ទាំងអស់ហ្នឹងហើយយើងចុច Ctrl Alt E ដើម្បីធ្វើការព្រមវាជា layer តែមួយបន្តមកទៀតយើងចូលទៅកន្លែង select ហើយយើងយកពាក្យ color rank អញ្ចឹងកន្លែង select នេះផងដែរគឺយើងរើសយកកន្លែង highlight ហើយយើងចុច select ទៅលើ background សហ្នឹងមកយើងត្រូវឲ្យច្បាស់ថាហត្ថលេខារបស់យើងហ្នឹងគឺវាពណ៌សចេះបើសិនជាវាអត់ពណ៌សទេយើងអាចចុចកន្លែង Pro Invert នេះមកហ្នឹងហើយអញ្ចឹងនៅពេលដែលហត្ថលេខាពណ៌សហ្នឹងគឺមានន័យថាកន្លែងពណ៌សគឺកន្លែងដែលយើងយកហើយកន្លែងពណ៌ខ្មៅនេះគឺជា background ដែលយើងកាត់ចោលអញ្ចឹងយើងចុច OK មកបន្តមកទៀតយើងចុចកន្លែងនេះដើម្បីកាត់ឥឡូវនេះគឺយើងទទួលបានហត្ថលេខាដែលលែងមាន background អញ្ចឹងយើងអាច export វាទៅជា file PNG មកដើម្បីអាចយកទៅប្រើប្រាស់បាន